មើលសាច់គេហាន់មកចំណិតតំណងឆ្ងាញ់ដល់ហើយនេះគឺសាច់គោតសៃស្រួយរុំជាមួយនឹងត្រចៀកជ្រូកហើយយើងយកវាមកញ៉ាំជាមួយនឹងទឹកជ្រលក់ម៉ាំណាបងប្អូនអូយនិយាយពីថាតំណងណាថ្ងៃមុនហ្នឹងគឺខ្ញុំទិញត្រចៀកជ្រូកបាន10គីឡូយកមកជ្រក់ត្រចៀកជ្រូកញ៉ាំម្សៅឲ្យបងប្អូនប៉ុន្តែឃើញត្រចៀកជ្រូកល្អពេកហ្នឹងខ្ញុំក៏ដកត្រចៀកជ្រូក4នេះទុកយកមករុំជាមួយនឹងសាច់គោតសៃស្រួយដោយសារទិញបានសាច់គោតសៃស្រួយ2ដុំដែរប៉ុន្តែឃើញចង់យកត្រចៀកជ្រូកនេះគឺមករុំជាមួយសាច់គោតសៃស្រួយនេះដើម្បីយកទៅស្ងោរយកមកញ៉ាំជាមួយនឹងសបកណែមធ្វើដូចគួងញ៉ាំអញ្ចឹងណាបងប្អូនឥឡូវនេះគឺខ្ញុំយកសាច់គោតសៃស្រួយនេះគឺមករុំជាមួយនឹងត្រចៀកជ្រូកគឺខ្ញុំដាក់ចំនួន2ចំណិតបងប្អូនមកឃើញគេធ្វើគេដាក់តែមួយប៉ុន្តែខ្ញុំចង់ឲ្យត្រចៀកជ្រូកហ្នឹងគឺវារុំជាមួយនឹងសាច់តសៃស្រួយនេះចិត្តល្អគឺខ្ញុំប្រើត្រចៀកជ្រូកហ្នឹងគឺចំនួន2ហ្នឹងគឺយកវាមករុំហើយយកខ្សែអំបោះហើយយកមករឹតវាបងប្អូនរឹតវាឲ្យតឹងឲ្យណែនចូលគ្នាអញ្ចឹងទៅពេលដែលយើងស្ងោរគឺវាជាប់គ្នាបានល្អណាស់អញ្ចឹងខ្ញុំរឹតវាម្ដងមួយណាបងប្អូនប៉ុន្តែកុំបធូរដៃបងប្អូនរឹតឲ្យវារៀងតឹងតិចទៅឥឡូវខ្ញុំរឹតហើយហ្នឹងចងហើយហ្នឹងគឺខ្ញុំមកដាក់ឆ្នាំងដាំទឹកដើម្បីស្ងោរណាខ្ញុំដាក់ទឹកនេះគឺកន្លះខ្ទះហ្នឹងគឺខ្ញុំដាក់ត្រចៀកជ្រូកដែលយើងរុំជាមួយនឹងសាច់គោតសៃស្រួយហ្នឹងគឺចូលទាំងពីរដុំហើយខ្ញុំដាក់បន្ថែមជាមួយនឹងគ្រឿងដែលធ្វើឲ្យសាច់របស់យើងមានក្លិនឈ្ងុយបំបត្តិឆ្អាបគឺមានគល់ខ្ទឹមគល់ស្លឹកគ្រៃគល់ជីវ៉ាន់ស៊ុយម្រេចខ្ចីម្រេចទុំស្លឹកក្រូចជាមួយនឹងម្ទេសខ្ញុំមកដាក់បន្ថែមគ្រឿងដែលស្ងោរឲ្យសាច់យើងមានគឺមានអំបិលស្ករប៊ីចេងហើយខ្ញុំបន្ថែមជាមួយនឹងស្រាចិនប្រេងល្ងជាមួយនឹងប្រេងម្ទេសឲ្យពណ៌សាច់របស់យើងហ្នឹងគឺវាមានពណ៌ក្រហមស្អាតណាបងប្អូនគឺតែប៉ុណ្្នឹងទេហើយខ្ញុំបើកភ្លើងរម្ងាស់សាច់ហ្នឹងតើតាវារៀងផុយតែយើងរម្ងាស់ហ្នឹងបើសិនជាឃើញទឹករៀងរីងទេគឺដាក់ទឹកថែមបងប្អូនរម្ងាស់តើសាច់ត្រចៀកជ្រូករបស់យើងខាងក្រៅហ្នឹងផុយល្អហើយបានយើងស្រង់ឡើងឥឡូវនេះរបស់ខ្ញុំនេះគឺស្ងោររយៈពេលកន្លះម៉ោងគឺបានផុយល្អហើយបងប្អូនអញ្ចឹងខ្ញុំក៏ស្រង់វាឡើងដាក់ចូលនៅក្នុងទូទឹកកកទុកវាឲ្យត្រជាក់នៅពេលដែលវាត្រជាក់វានឹងស្អិតជាប់គ្នាយើងយកមកហាន់មកគឺវាឃើញប្រទេសល្អអញ្ចឹងខ្ញុំយកវាដាក់ចូលទូទឹកកកប្រហែលជាកន្លះម៉ោងហើយយកវាចេញមកដាក់ហាន់ណាបងប្អូនគឺថាបានប្រទេសល្អមែនតើហើយបើថារសជាតិសាច់របស់គេគឺឆ្ងាញ់មានជាតិហើយឡើងឈ្ងុយតែម្ដងណាខ្ញុំរៀបចំនេះគឺដើម្បីយកមកញ៉ាំជាមួយនឹងសបកណែមហើយឥឡូវខ្ញុំរៀបចំហាន់សាច់រួចរាល់ហើយនេះគឺខ្ញុំមកចាប់ផ្ដើមធ្វើទឹកម៉ាំដើម្បីជ្រលក់ជាមួយនឹងសាច់របស់យើងបងប្អូនគ្រឿងធ្វើទឹកជ្រលក់ម៉ាំរបស់យើងគឺមានម៉ាំមានអំបិលទុំមានស្ករមានម្នាស់មានខ្ទឹមសមានម្ទេសមានទឹកត្រីជាមួយនឹងគល់ស្លឹកគ្រៃនេះជាគ្រឿងផ្សំដែលយើងធ្វើទឹកម៉ាំឲ្យឆ្ងាញ់ណាបងប្អូនហើយខ្ញុំចាប់ផ្ដើមមកធ្វើទឹកម៉ាំហ្នឹងគឺខ្ញុំប្រើទឹកកន្លះលីត្រដាំឲ្យវាពុះសិនណាបងប្អូនមិនយើងយកសាច់ម៉ាំហ្នឹងគឺដាក់ចូលទៅក្នុងទឹកដែលយើងដាំពុះហ្នឹងរងាស់តតែសាច់ម៉ាំរបស់យើងនេះគឺវាទន់វារលួយឆ្អឹងអស់ហើយបានយើងយកវាហ្នឹងគឺមកត្រែនណាយកឆ្អឹងវាចេញយើងយកតែទឹកទេហើយទឹកដែលយើងរងាស់បានហ្នឹងកន្លះលីត្ររងាស់បានប្រហែលជានៅសល់ប្រហែលជា250 ml ទៅ300 ml ទេបងប្អូនអញ្ចឹងខ្ញុំត្រែនយកទឹកម៉ាំនេះបានហើយគឺយើងមកចាប់ផ្ដើមឆាជាមួយនឹងគ្រឿងរបស់យើងឲ្យវាឈ្ងុយគឺខ្ញុំយកម្នាស់ដែលយើងបានហាន់ច្រាំវាឲ្យម៉ត់ហ្នឹងគឺដាក់លីងវាឲ្យវាឡើងឈ្ងុយហើយខ្ញុំយកគល់សក្តិហាន់ហ្នឹងក៏ដាក់លីងវាជាមួយនឹងគ្នាដែរវាឡើងឈ្ងុយល្អហើយឡើងពណ៌ស្អាតហើយខ្ញុំក៏យកទឹកម៉ាំដែលយើងរងាស់ត្រែនមិញហ្នឹងគឺចាក់ចូលទាំងអស់តែម្ដងទៅបងប្អូនយើងចាក់ទឹកម៉ាំចូលហើយខ្ញុំក៏មកបន្ថែមស្ករសគឺមួយកូនចានជាមួយនឹងទឹកត្រីមួយកូនចានហើយអំបិលទុំរបស់យើងដែលយើងច្បាច់យកសាច់ហើយហ្នឹងក៏មួយកូនចានដែរគឺដាក់ចំណុះប៉ុនគ្នាហើយយើងដាក់ចូលរួចរាល់ហើយហ្នឹងគឺរសជាតិល្មមឆ្ងាញ់តែម្ដងចុងក្រោយគេគឺខ្ញុំដាក់បន្ថែមជាមួយនឹងខ្ទឹមសអញ្ច្រាំហើយនឹងម្ទេសអញ្ច្រាំអញ្ចឹងនេះទឹកម៉ាំដែលយើងយកមកជ្រលក់ជាមួយនឹងសាច់យើងយកមកញ៉ាំជាមួយនឹងគួងអូយឆ្ងាញ់ណាស់បងប្អូនធ្លាប់តែញ៉ាំជាមួយនឹងទឹកត្រីផ្អែមឬមួយក៏ទឹកត្រីកោះកុងតែមកធ្វើសាក់ញ៉ាំជាមួយនឹងទឹកម៉ាំនេះគឺថាអូយជាតិប្លែកតែម្ដងណាហើយរសជាតិទឹកម៉ាំនេះគឺប្រៃផ្អែមជូរហឹរធំក្លិនឈ្ងុយម្នាស់ជាមួយនឹងគល់ស្លឹកគ្រៃជ្រលក់ជាមួយនឹងសាច់ត្រចៀកជ្រូកតសៃស្រួយរបស់យើងនេះអូយតំណងណាបងប្អូនហើយមើលតែពណ៌សម្រស់គេនេះនិយាយពីថាឃើញគឺឃ្លានតែម្ដងខ្ញុំគ្រាន់តែធ្វើឆ្អិនគឺអត់ចាំយូរទេគឺមកភ្លក់ជាមួយនឹងសាច់ត្រចៀកជ្រូកតសៃស្រួយនេះហើយវាឆ្ងាញ់ត្រូវជាតិគ្នាហ្មងណាបងប្អូនអាសាច់ត្រចៀកជ្រូកជាមួយនឹងតសៃស្រួយហ្នឹងគឺវាជ្រួយជប់ច្រប់ហើយទៅពេលដែលយើងជ្រលក់ជាមួយនឹងទឹកម៉ាំទៀតអូយនិយាយពីថាចាប់ជាតិគ្នាសាហាវតែម្ដងណាញ៉ាំអស់មួយចំណិតហើយមួយចំណិតទៀតញ៉ាំជក់មាត់សាហាវឆ្ងាញ់ណាបងប្អូនបើមកមូជាមួយនឹងគួងវិញទៀតកាន់តែឆ្ងាញ់បងប្អូនដែលចង់ធ្វើញ៉ាំអាចសាកធ្វើបានណាគឺមូគួងញ៉ាំជាមួយនឹងទឹកម៉ាំនេះអូយតំណងណាបងប្អូនឲ្យចាប់ជាតិគ្នាខ្លាំងមែនតើ